នេះជាផ្ទះរបស់លោកតាលោកយាយបងប្អូនបង្ការដ៏កំសត់ទាំង3នាក់2នាក់ងងឹតភ្នែកហើយម្នាក់ទៀតថ្លង់ជាអ្នកមើលថែជីវភាពរបស់គាត់លំបាកខ្លាំងណាស់សពថ្ងៃមានអាយុ60-70ឆ្នាំហើយមិនប្រមាទទេប្រៀបបានទៅនឹងថ្ងៃរៀបលិចទៅហើយមុននឹងទៅគួរណាស់តែបានទីកន្លែងសម្រានឲ្យស្រួលអាហារហូបចុកឲ្យឆ្ងាញ់ខ្លះទៅហេតុដូច្នេះដោយសេចក្តីអាណិតអាសូរខ្ញុំគណៈថ្មភាពក៏បានសម្រេចចិត្តសាងសង់ផ្ទះមួយជូនគាត់តាមកម្លាំងសទ្ធាជ្រះថ្លាសូមអរគុណនិងជូនបុណ្យដល់ញោមដែលបានរួមចំណែកជាមួយខ្ញុំគណៈថ្មភាពបានធ្វើឲ្យកិច្ចការងារជាកុសលនេះកើតឡើងបានសម្រេចដូចបំណងបងប្រាថ្នារួចរាល់ហើយឥឡូវនេះរៀបចំពិធីសូត្រមន្តសូត្រវល់អូយបានផ្ទះថ្មីហើយអាទិសការังបតិកាំហន្តុនោមតស្សៈវតោអរហតោចម្រើនពរលោកមេឃុំពរជាម៉ែជាឪញាធរដែនដីព្រមទាំងក្រុមប្រឹក្សាទាំងអស់ពរចម្រើនពរញាតិញោមបរិស័ទពរនេះហើយលោកតាលោកយាយទាំង3នាក់ដែលកំសត់ក្រីក្រពរបងប្អូនបកើតហើយនៅលីវទៀតហើយទាំង2នាក់នេះងងឹតភ្នែកហើយបងគេនោះអត់ងងឹតទេប៉ុន្តែថ្លង់ចម្រើនពរសពក្រីក្រឥឡូវនេះខ្ញុំប្រកាសណាស្មានភាពបានធ្វើផ្ទះនេះជូនគាត់ហើយដោយបានការចូលរួមឧបត្ថម្ភពីញាតិញោមពុទ្ធបរិស័ទនៅក្នុងនោះឧបាសិកាមីផាសូរីក៏បានចូលរួមឧបត្ថម្ភ$1000បងណារីនិងក្រុមគ្រួសារកូនរបស់គាត់$600លោកតាកាំងកំលៀកលោកយាយតែស៊ូឡាង$300បងស្រីសូលីតាគីម$50និងលោកមេឃុំកាំងស្វាយព្រមទាំងក្រុមគ្រួសារលោកបានជួយឧបត្ថម្ភ$200,000រៀលដែរហើយផ្ទះនេះគឺទទឹង4ម៉ែត្របដោយ6ម៉ែត្រហើយថ្មខាងក្រោមនេះឡើងបានកន្លះម៉ែត្រដែរហើយដែកប្រក់ជុំវិញអីទាំងអស់ក៏សរុបទៅអស់ជាង$2,000ចម្រើនពរហើយញាតិញោមចូលមកប្រហែលខ្វះប្រហែលខ្ញុំកណ្ណាអាត្មាភាពបានថាចំណាយទៅថែមឲ្យបានគ្រប់ហើយថ្ងៃនេះក៏សូមអរគុណលោកគ្រូប្អូនយាយផលីដែលបានជួយមើលការខុសត្រូវអរគុណជាងទាំងអស់គ្នាថ្ងៃនេះបានមកសូត្រមួនចម្រើនសេរីសួស្តីឲ្យគាត់តាមប្រពៃណីទំនៀមទម្លាប់ដែលលោកអាចារ្យបានដឹកនាំនេះហើយនាំយកមកនៅអង្គរ 2B ទឹកសុទ្ធទឹកក្រូចមីនិងម្ហូបអាហារសម្រាប់ហូបចុកឆ្ងាញ់ពិសាណាលោកយាយលោកតាណាហើយនឹងសម្ភារៈផ្ទះបាយចានឆ្នាំងស្លាបព្រាវែកអីគ្រប់សពហើយមានខីបកន្ទេលខ្នើយមុងហើយមានក្រែមានអីទៀតសាធុនៅផ្ទះហ្នឹងណាជូនណាយពីម៉ោងហ្នឹងទៅណាលោកចៃថែមពីលើ$200,000ថែមទៀតណាដើម្បីទុកកម្រើការអីចាំបាច់ណាថឹកហើយមិនមកថារយអូមិនប្រមាទទេញាតិញោមហើយពីព្រៀបបានទៅនឹងថ្ងៃរៀបលិចទៅហើយមែនទេដូច្នេះឲ្យគាត់សម្រាមឲ្យគាត់នៅឲ្យគាត់ហូបឲ្យបានឆ្ងាញ់បន្តិចទៅណ៎ហើយសប្បាយចិត្តដែរអូសាធុសប្បាយឲ្យអទៀតអូជួយបនម្ចាស់ទៀនមើលណែញោមមើលហ្នឹងហើយផ្ទះថ្មីក្រែថ្មីកន្ទេលថ្មីខ្នើយថ្មីហ្នឹងហើយចំណីអាហារហ្នឹងក៏មានគ្រប់គ្រាន់ដែរណាសម្ភារៈមានគ្រប់គ្រាន់អស់ហើយនឹងសាធុសុខសប្បាយណាក៏ឲ្យលៀបបំពាក់ដើមការតា